សួរហើយនឹងសួស្តីមិត្តភ័ក្តិទាំងអស់គ្នាត្រឡប់មកវិញជាមួយនឹងខ្ញុំម្ដងទៀតហើយថ្ងៃនេះយើងមកធ្វើនៅលើលេខឆ្នោតទី5ប៉ុន្តែខ្ញុំអត់មានជាលេខដើម្បីបង្ហាញដល់អ្នកគ្នាទេខ្ញុំមានតែផ្ទាំងមួយនេះគឺខ្ញុំត្រូវធ្វើឧទាហរណ៍ទៅលើយើង create 10 user create 10 group ហើយ5 user គឺត្រូវមាន secondary group 5 user នេះគឺអត់មានទេហើយយើងត្រូវ change default primary of each other primary បានន័យថា group ដើមដែលមានស្រាប់ពេលដែលយើងបង្កើត user មកគឺមាន group ហើយស្រាប់ខាងក្នុងនឹងយកមកយើងត្រូវបដូរឈ្មោះរបស់ primary នឹងទៅជា primary អីផ្សេងទៅឈ្មោះអីផ្សេងទៅទីនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាហើយតមក try to create the directory create file and directory before and after changing primary យើងត្រូវបង្កើត file ឬមកក៏បង្កើត directory សិនមុនហើយនឹងក្រោយផ្លាស់ប្ដូរ primary នេះគឺខាងលើនេះអញ្ចឹងពីរនេះគឺតាក់ទងគ្នាតមក set a user that have a mission as root បានន័យថាយើង set ឲ្យ user ណាមួយឲ្យមានសិទ្ធិស្មើនឹង root របស់យើងដែរអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងចូលទៅការងាររបស់យើងបន្តយើងចូលទៅកាន់ការងាររបស់យើងមកទៅដល់ទី1យើងត្រូវធ្វើអីគេទី1យើងត្រូវបង្កើត10 user ដើម្បីឲ្យជាក់ច្បាស់ថាយើងនៅឈរលើ root គឺយើងត្រូវតែមានសញ្ញាធុងឈុំនេះឥឡូវយើងមកបង្កើត user បាន10សិនមកយើងមានវិធីជាច្រើនដើម្បីបង្កើត user ប៉ុន្តែបើសិនជាយើងធ្វើរបៀបនេះវាអាចនឹងយូរចាំមើលណានេះរបៀប add user យើងត្រូវចូល user add ហើយយើងដាក់ឈ្មោះ user មកយើងចង់ដាក់ឈ្មោះអីបានហើយខ្ញុំចង់ដាក់ឈ្មោះណា J អូខេហើយដើម្បីទៅ check មើល user ហ្នឹងថាមាននៅក្នុងហ្នឹងអត់យើងត្រូវប្រើពាក្យថា cat clear /etc/password តែនេះគឺអត់ពេញ password ទេគឺយើងឃើញហើយ J ដូចខ្ញុំបានទៅរៀនអ្នកនរគ្នាមុនហ្នឹងថានេះគឺជាអីគេយើងអាច check មើលលើអ៊ីនធឺណិតបានចាំផ្លែនេះគឺកន្លែងនេះគឺយើងមានបានបង្ហាញហើយគឺទី1 J គឺជា username ហើយ X នេះគឺជា password នេះគឺជា UID ហើយនេះគឺជា group ID នេះ user ID UID ស្មើ user ID ហើយដូចដែលខ្ញុំបានប្រាប់ពីមុនហើយ user ហើយនឹង group ដែលយើងបង្កើតដោយផ្ទាល់ដៃគឺក្បាល start ពី100ទៅ
ហើយកន្លែងនេះគេកន្លែងនេះច្រឡំហ្នឹងគឺតែគឺ comment តើមានដាក់អីទេហ្នឹងគាត់ describe ពី user មួយហ្នឹងទេហើយតោះមកនេះជា home គឺ directory របស់ user មួយហ្នឹងនេះទាំងអស់នេះមកហើយសម្រាប់ឲ្យមាន base នេះគឺជា default cell ទេកន្លែងដែលយើង save ទុក store ទុកហ្នឹងអញ្ចឹងទៅអូខេឥឡូវយើងតទៀតយើង add បាន user មួយហើយអញ្ចឹងយើងចង់បាន user ប៉ុន្មាន10យើងត្រូវធ្វើ spam ចឹងដដែលមកតែធ្វើអញ្ចឹងវាអាចនឹងយូរ user add មុននឹង J ហើយ Jim ម្ដង Jim ហើយrồi Jane ជួយចាំបងប្អូនគ្នាថាខ្ញុំធ្វើបានប៉ុន្មានហើយឥឡូវ4ហើយមុននឹង1 5ហើយ8 user ហើយនៅ2ទៀតមួយចុងក្រោយគឺប៉ុណ្ណឹងចាស់ create etc យ៉ាលេខ create.p/etc ចុចអូខេអញ្ចឹងយើងឃើញហើយនេះយើងឃើញមានប្រហែល user មានរហូតដល់ប្រហែល2 4 6 8 10នេះជា user ចាស់ទេអញ្ចឹងយើងគ្រប់10ហើយអញ្ចឹងយើងត្រូវធ្វើអីទៀតយើងត្រូវបង្កើត group ឲ្យបាន10ដូចគ្នាដូចដែលខាងមុននឹងយើងបានធ្វើអញ្ចឹងដែលគេដាក់ឲ្យធ្វើយើងត្រូវបង្កើត group 10ប៉ុន្តែមុនហ្នឹងឃើញខ្ញុំដាក់ user add មួយនេះយូរមែនអត់ចុះបើសិនជាយើងធ្វើអញ្ចេះតែវាអាចនឹងងាយស្រួលយើងច្រឡំហើយយើងអាចបដូរឈ្មោះ user បដូរឈ្មោះ group បានតាមក្រោយទេអត់អីទេទីសាគឺដូចគ្នាគាត់បដូរពី user មក group យើងប្រើទីសាដដែលហ្នឹងទៅទីសាគឺមានច្រើនណាស់ខ្ញុំខ្ជិលញញៃច្រើនខ្ញុំធ្វើយ៉ាងទៅហើយយើងឆែកមើល CAT ដូចគ្នាតាមមុនយើងឆែក password ណានេះឆែក password យើងឆែកពីថា group យកមកអូខេ group 1ឲ្យមាន UID វាតាមហ្នឹងទៅប៉ុន្តែ group 1នេះអត់ទាន់ដឹងថាតំណាងឲ្យឬមកក៏ឲ្យប្រើឲ្យលើ user មួយណាចឹងយើងធ្វើចឹងដដែលមកទៀតណា group add group 2 group add sorry group 3 group add group 4 group add group add control 1 group add control group add group 8trong đóយើងបង្កើតថែមមួយយើងបង្កើតថែមតែ9ហ្នឹងណា group add ទៀតណា group 4អូខេហើយយើង CAT ដក clear etc ស្លាស់ទៀតណាហើយយើង group អូខេ group យើងមានប្រហែល9យើងផាំតិចមក1 2 3 4 5 6 7 8 9បាន9ទេយើងផាំទៀតចឹង
ឈ្មោះ user របស់យើង 1 2 3 4 5 6 7 8 9 10 អញ្ចឹងយើងខ្វះក្រុមមួយទៀតក្នុងការក្រុមយើងណាខ្ញុំហូបច្រឡំសុំទោស10 cat etc slash group នេះយើងមានលេខ10ហើយនឹង user 10អញ្ចឹងបន្តមកទៀតយើងត្រូវធ្វើអីយើងត្រូវ set ឲ្យ5 user គឺមាន secondary group យើងត្រូវធ្វើម៉េចអូខេខ្ញុំនឹងបង្ហាញយើងត្រូវប្រើ command មួយឈ្មោះ user mode ហើយ dot clear dot slash 1 a ជាបើជាអក្សរធំគឺឲ្យ primary group ជាអក្សរធំគឺ secondary group ច្រឡំហើយនឹងជាអក្សរតូចគឺជា primary group ហើយដក A ហ្នឹងគឺស្មើពាក្យពេញវាគឺ append យើងតមកកិច្ចការរបស់យើងទៀតគឺយើង add primary add secondary group ទៅឲ្យ5 user ដូចដែលបានបង្ហាញឡើងនេះ each user have 5 secondary group អញ្ចឹងមានតែ5 user ឯងថាមាន secondary group យើងដាក់ group 1មកយើងចង់ដឹងថា user យើងមានឈ្មោះអីខ្លះព្រោះឈ្មោះច្រើនពេកខ្ញុំអត់ដឹងដែរបាទមាន J មាន Jim មាន J និង JX ហើយ Jack នៅទុកមួយខាងខ្ញុំខ្លាចបាត់ J Jim J JX ហើយ Jack 5នោះអូខេយើង clear មកហើយយើងប្រើពាក្យប្រើ command ណា user mode មុនហ្នឹងដក A ជាអក្សរធំស្មើនឹង secondary group ហើយយើងដាក់ group ទី1 group ទី1ឲ្យទៅណាគេ group ទី1ឲ្យទៅ J ដែលជា user ទី1ដែលយើងបង្កើតមុនហ្នឹងយើងចង់ឆែកមើលgroup របស់ user មួយហ្នឹងយើងប្រើពាក្យថារួយ group ហើយ J group ឈ្មោះ user របស់យើងមកនេះចំណែកណា J នៅក្នុង group ទី1ចឹងបន្តមកទៀតយើងត្រូវ add ទៅឲ្យ4 user ទៀតឥឡូវបាន5បាន3 user ហើយបាន1 user ហើយសល់4ទៀតតែមក 2អូខេតោះមកយើងខោមើល user ទាំងអស់ហ្នឹងនេះចឹងវានឹងបង្ហាញថា group
គ្រប់1ដល់គ្រប់5ហ្នឹងគឺរបស់ណាគេរបស់ G របស់ Jim Jen JX ហើយ Jake អូខេបន្តមកទៀតអីគេផ្លាស់ប្ដូរ primary group default របស់ user មួយចូលមកយើងឆាន់មើលវិធីជាដល់ផ្លេចនេះ primary group របស់គាត់មាន group default មកគឺមានឈ្មោះអីហើយយើងចង់ដូរយើងចង់ដាក់អញ្ចឹងឯងចង់ដាក់អីគេអូខេយើងចូលយក clear យើងត្រូវបដូរឈ្មោះ primary group របស់ user មួយទាំងអស់ហ្នឹងយើងត្រូវធ្វើម៉េចuser mod .g g2 នេះស្មើនឹង primary group g2 ស្មើនឹង secondary group យើងបដូរឈ្មោះឲ្យ group ឲ្យ user មួយដាក់ group 1យើងយក group ខាងក្រោមតទៅមក group 6 ពី user មានឈ្មោះថា John ឲ្យទៅជាបែបនេះវិញយើងឆាន់មក
dương phương án này dương chặt đang càng ngày dương vào tiếp chia sẻ dùng cùng học nhóm dương học đang đi vào mối một chín group chúng ta làm thêm những điều đó vô primary group miệng rồi là cái hồi chỉ chấm dương add group mấy đã nói số đây là ngọc này tỏ rồi xin thì dương trong bắt đầu vì user thần đã hỏi cho chia đúng nhưng thua theo tí sang đi tới sẽ một năm thua hơi rồi đứng ngoài nhóm kiến trong nhóm xong và hai thủ được còn là sẵn buổi thua tam thì sang